ថ្ងៃនេះចង់ញ៉ាំមុខម្ហូបបែបជូរហិលញ៉ាំទៅឆ្ងាញ់ណាស់បងប្អូនអើយគឺញាំប៉ាតេជាមួយនឹងបង្គាមុខម្ហូបនេះមិនថាមានកម្មវិធីផ្សេងគឺត្រូវណាស់បងប្អូនជួបជុំមិត្តភ័ក្តិបងប្អូនអីហ្នឹងគឺឆ្ងាញ់តែម្ដងមិនថាញាំប៉ាតេឬក៏ញាំគ្រឿងសមុទ្រឬក៏ញាំជាមួយនឹងសាច់ជ្រូកទេបងប្អូនគឺញ៉ាំជាមួយនឹងសាឡាត់ឬក៏ញ៉ាំតាតេបែបនេះគឺឆ្ងាញ់ណាស់បងប្អូនបើថាញ៉ាំជាមួយបាយគឺអត់សូវត្រូវវិញជាពិសេសគឺយើងបានញ៉ាំជាមួយនឹងបន្លែច្រើនមុខបងប្អូនពេលដែលធ្វើមុខម្ហូបមួយនេះណារសជាតិឆ្ងាញ់មែនតែម្ដងជាដំបូងគេហ្នឹងគឺខ្ញុំត្រូវការស្រុះបង្គាដាក់តាមការចូលចិត្តបងប្អូនយើងបាច់ស្រុះយូរទេស្រុះតែប្រហែលនាទីគឺឆ្អិនហើយយើងស្រង់ទុកសិនមកបន្ទាប់មកយើងស្រុះជាមួយនឹងមីសួរផងដែរមីសួរខ្ញុំដាក់2ដុំហើយខ្ញុំត្រាំមីសួររហូតដល់រីកទៅគឺស្រង់ទុកដូចគ្នាបន្ទាប់មកទៀតខ្ញុំហាន់ជាមួយនឹងប៉ាតេបងប្អូនចង់ដាក់ប៉ាតេសាច់អីក៏បានដែរខ្ញុំដាក់ប៉ាតេសាច់ជ្រូកបងប្អូនប៉ាតេយើងហាន់ជាបន្ទះស្ដើងល្មមតាមដែលយើងចូលចិត្តបន្ទាប់មកគឺបន្លែវិញដាក់តាមការចូលចិត្តខ្ញុំមានជីមានខ្ទឹមក្រហមមានម្ទេសផ្លោកអញ្ចឹងទៅហើយនឹងការ៉ុតហើយនឹងឆៃថាវតូចបងប្អូនហាន់ជាការស្រេចតែម្ដងណាហើយចំពោះមីសួរវិញគឺខ្ញុំកាត់ជាកំណាត់ខ្លីពេលដែលយើងត្រាំទឹករួចត្រាំជាមួយនឹងទឹកក្តៅឲ្យរីកហើយបន្ទាប់មកបង្គាគឺខ្ញុំពុះជាពីរអញ្ចឹងបងប្អូនចង់ថែមសាច់អីទៀតក៏បានដែរតាមការចូលចិត្តណាចំពោះខ្ញុំគឺមានតែប៉ុណ្្នឹងទេថ្ងៃនេះហើយបន្ទាប់មកទៀតគឺយើងត្រូវការធ្វើទឹកត្រីគឺទឹកសម្រាប់ញ៉ាំគឺខ្ញុំមានម្ទេសហើយនិងខ្ទឹមសហើយចំពោះម្ទេសគឺខ្ញុំយកគ្រាប់ចេញខ្លះដោយសារតែកុំឲ្យហឹរពេកបងប្អូនអាចប្រើជាប្រភេទម្ទេសម៉ាឡេបានចឹងទៅអត់សូវហឹរពេលដែលយើងធ្វើជាមួយនឹងទឹកញ៉ាំបងប្អូនកិនម្ទេសហើយនិងខ្ទឹមសនោះឲ្យបានម៉ត់បន្តិចមកបើសិនជាបងប្អូនអត់កិនទេបងប្អូនអាចច្រាំឲ្យម៉ត់បានហើយយើងថែមជាមួយនឹងទឹកក្រូចឆ្មាមួយកូនចានតូចពេញបន្ទាប់មកទៀតខ្ញុំមានស្ករសមួយកូនចានតូចពេញដូចគ្នាដែរទឹកត្រីក៏មួយកូនចានតូចនឹងដូចគ្នាដែរខ្ញុំយកកូនចានតែមួយនឹងទេវល់បងប្អូនបន្ទាប់មកខ្ញុំថែមជាមួយនឹងប៊ីចេងបន្តិចបើសិនជាបងប្អូនអត់ញ៉ាំទេមិនបាច់ដាក់ក៏បានដែរកូរគ្រឿងផ្សំទាំងអស់ឲ្យរៀងសព្វតិចមកណាចាគ្រឿងផ្សំប៉ុណ្ណឹងគឺល្មមឆ្ងាញ់តែម្ដងពេលដែលយើងលាយជាមួយនឹងញ៉ាំយើងទៅចំពោះទឹកត្រីដែលខ្ញុំធ្វើនេះគឺអត់សូវច្រើនម៉ានទេណាបងប្អូនគឺធ្វើតិចល្មមដែរតែបើសិនជាបងប្អូនចង់ធ្វើច្រើនណាបងប្អូនអាចវាល់ហើយនឹងគ្រឿងផ្សំហ្នឹងដាក់បន្ថែមបរិមាណទៅតាមនឹងទៀតប៉ុន្តែកូនចានគឺកូនចានតែមួយនឹងទៅបានហើយគឺយើងអាចវាល់គ្រឿងផ្សំទាំងអស់បានឥឡូវយើងចាប់ផ្ដើមលាយសាច់លាយបន្លែដាក់ចូលក្នុងចានធំមួយទៅបងប្អូនចាបន្ទាប់មកទៀតគឺយើងត្រូវការចាក់ទឹកត្រីយើងនឹងឯងហើយចំពោះសាច់ដាក់តាមការចូលចិត្តណាបងប្អូនបើសិនជាចូលចិត្តមឹកចូលចិត្តផ្គាអីដាក់ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាឥឡូវនេះចំពោះទឹកត្រីវិញយើងកុំតាន់ចាក់ទាំងអស់យើងចាក់មកល្មមសិនទៅដើម្បីកុំឲ្យប្រៃពេកកាលណាដែលយើងចាក់ទាំងអស់បើសិនជាសាច់និងបន្លែយើងតិចអញ្ចឹងយើងចាក់ទឹកត្រីច្រើនទៅគឺរាងប្រៃហើយយើងលៃមកល្មមសាច់ជាមួយនឹងបន្លែហ្នឹងទៅបងប្អូនបើសិនជាភ្លក់មើលទៅរាងសាបយើងថែមទឹកត្រីយើងតិចទៀតទៅចាឥឡូវនេះយើងថែមជាមួយនឹងសណ្តែកដីព្រោះថាយើងដាក់សណ្តែកដីកាន់តែឆ្ងាញ់បងប្អូនញ៉ាំគឺត្រូវការសណ្តែកដីនឹងតែម្ដងតែបើសិនជាបងប្អូនខ្លះគាត់អត់ញ៉ាំមិនបាច់ដាក់សណ្តែកដីក៏បានដែរនិយាយទៅតាមការចូលចិត្តអញ្ចឹងណាចំពោះខ្ញុំចូលចិត្តសណ្តែកដីបងប្អូនច្បល់ញ៉ាំយើងចុះឡើងឲ្យបានសព្វល្អទៅគឺរួចរាល់តែម្ដងបងប្អូនភ្លក់មើលរសជាតិតាមការចូលចិត្តអញ្ចឹងណាចុងក្រោយគេគឺមានតែដួសដាក់ចានញ៉ាំនឹងឯងប៉ុន្តែមុននឹងញ៉ាំហ្នឹងគឺរៀបថតពី3ប៉ោះសិនព្រោះថាស្ដាយពេលដែលយើងធ្វើហើយអញ្ចឹងគឺថតសិនហើយបងប្អូនចាហើយយើងកុំភ្លេចថែមជាមួយនឹងស្លឹកជីផងដែរបងប្អូនអាចប្រើជាមួយនឹងជីវ៉ាន់ស៊ុយក៏បានដែរថ្ងៃនេះខ្ញុំមានតែជីរណាបងប្អូនឬក៏ជីវែងហ្នឹងហើយយើងដាក់សណ្តែកដីអញ្ចឹងទៀតមកព្រោះថាខ្ញុំចូលចិត្តសណ្តែកដីញ៉ាំទៅគឺឆ្ងាញ់មែនទែននិយាយពីថាឡើងតំណងតែម្ដងបងប្អូនអើយនិយាយទៅខ្ញុំញ៉ាំទេបងប្អូនខ្ញុំអត់ញ៉ាំជាមួយបាយទេបើសិនជាញ៉ាំជាមួយបាយគឺអត់សូវត្រូវគ្នាអញ្ចឹងទៅញ៉ាំទេបែបនេះគឺឆ្ងាញ់ណាស់បងប្អូនហើយយើងអាចញ៉ាំជាមួយនឹងសាឡាត់ក៏បានដែរបើសិនជាបងប្អូនចូលចិត្តអញ្ចឹងណាព្រោះថារសជាតិគឺឆ្ងាញ់តែម្ដងមុខម្ហូបនេះឲ្យតែមានកម្មវិធីផ្សេងគឺអត់សូវបានទេភាគច្រើនគឺមានតែម្ដងប៉ុន្តែរសជាតិផ្សេងគ្នាអញ្ចឹងបងប្អូន